នៅក្នុងឆ្នាំសិក្សាថ្មី2013-2014ខាងមុខនេះក្រសួងអប់រំយុវជននិងកីឡានឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសនៅកម្រិតបឋមសិក្សាពីថ្នាក់ទី4តទៅកន្លងមកកម្មវិធីភាសាអង់គ្លេសគឺមានចាប់ពីថ្នាក់ទី7ឡើងទៅហើយការដាក់បញ្ចូលកម្មវិធីភាសាអង់គ្លេសក្នុងឆ្នាំសិក្សា2013-2014តទៅជាការឆ្លើយតបទៅនឹងសមាហរណកម្មអាស៊ាន2015នៅពេលមានសមាហរណកម្មអាស៊ាននោះភាសាអង់គ្លេសមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយក្នុងតំបន់និងក្នុងពិភពលោកដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សជាមួយក្រសួងអប់រំសាលាអន្តរជាតិ CIA First និង CIA PP ក្នុងនាមជាវិស័យឯកជនត្រូវបានបង្កើតឡើងនៅឆ្នាំ2004ឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សនិងអាណាព្យាបាលដែលទាមទារនូវការអប់រំលំដាប់អន្តរជាតិនៅឆ្នាំ2011ដែលមានការកើនឡើងនៃចំនួនសិស្សសាខាថ្មីមួយទៀតត្រូវបានបង្កើតឡើងក្រោមឈ្មោះ CIAPP សាលាអន្តរជាតិ CIA First និង CIAPP បានផ្ដល់នូវកម្មវិធីសិក្សាជាតិតែមួយនិងភាសាអង់គ្លេសបែបអាមេរិកកាំងដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពនិងភាពជាពលរដ្ឋសកលដើម្បីបំពេញតម្រូវការសិស្សានុសិស្សដែលមានវប្បធម៌និងភាសាដើមផ្សេងៗពីគ្នា I'm glad that this important step was taken ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលក្រសួងអប់រំយុវជននិងកីឡាបានធ្វើការសម្រេចចិត្តមួយនេះខ្ញុំគិតថាការសម្រេចចិត្តនេះបង្ហាញឲ្យយើងទាំងអស់គ្នាឃើញថារដ្ឋាភិបាលនានានៅទូទាំងពិភពលោកកំពុងតែចាប់ផ្ដើមទទួលស្គាល់អនាគតនៃប្រទេសនីមួយៗគឺស្ថិតនៅក្នុងដៃក្មេងៗជំនាន់ក្រោយហើយក្មេងៗជំនាន់ក្រោយនេះគឺត្រូវតែទទួលបាននៅការអប់រំដែលអាចផ្ដល់ឲ្យគេជាមួយនឹងការគិតមួយដែលមានលំដាប់ជាសកលហើយការគិតរបស់គេគឺត្រូវមានផងដែរនៅការយោគយល់ទៅលើអ្វីដែលខុសប្លែកពីវប្បធម៌ឬរបៀបរបបរស់នៅរបស់ខ្លួនព្រមទាំងបន្ថែមពីលើនេះទៀតគឺមានទំនួលខុសត្រូវទាំងសម្រាប់សហគមន៍របស់ខ្លួនទាំងសម្រាប់ពិភពលោកទាំងមូលផងដែរភាសាអង់គ្លេសគឺជាភាសាមួយដែលពិបាករៀនណាស់សម្រាប់ប្រជាជនខ្មែរប៉ុន្តែការចេះប្រើប្រាស់ភាសាអង់គ្លេសគឺជាឧបករណ៍ដែលมันអាចអត់មានបានបើគោលដៅរបស់យើងគឺជំរុញឲ្យសង្គមខ្មែរឲ្យក្លាយទៅជាសង្គមមួយដែលមានភាពសម្បូរបែបហើយជាសង្គមមួយដែលចេះដឹងទៅលើអ្វីៗដែលកំពុងកើតឡើងនៅលើពិភពលោកទាំងមូលកុមារគ្រប់រូបទាំងអស់នៅលើពិភពលោកមានសិទ្ធិទទួលយកការអប់រំលំដាប់អន្តរជាតិនិងមានគុណភាពខ្ពស់នៅក្នុងឆ្នាំ2004យើងអាចសង្កេតឃើញថានៅប្រទេសកម្ពុជាយើងអាចឃើញមានគម្លាតយ៉ាងធំខាងផ្នែកគុណភាពនិងនៅក្នុងវិស័យអប់រំព្រមទាំងតម្លៃផងដែររវាងស្ថាប័នអប់រំមធ្យមនិងស្ថាប័នអប់រំលំដាប់អន្តរជាតិដោយសារតែមានគម្លាតនេះហើយបានជាសាលាអន្តរជាតិ CIA ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំពេញនៅគម្លាតនេះដោយផ្ដល់ជូននូវការអប់រំលំដាប់អន្តរជាតិគុណភាពខ្ពស់ដោយតម្លៃសមរម្យ and to offer affordable education to allសាលាអន្តរជាតិ CIA មានកម្មវិធីសិក្សាពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី12ដែលនៅកម្រិតមត្តេយ្យសិក្សាសិស្សានុសិស្សចាប់ដឹងនិងយល់អំពីសូរស័ព្ទភាសាអង់គ្លេសសិក្សាសង្គមសំណេរលេខនិងវិទ្យាសាស្ត្រដែលត្រូវបានបង្រៀនបូករួមជាមួយនឹងបំណិនជីវិតនិងបំណិនសង្គមផ្សេងៗសម្រាប់ការលូតលាស់ដោយឯករាជ្យរបស់កុមារតូចៗកម្រិតថ្នាក់បឋមសិក្សាផ្ដល់មុខវិជ្ជាភាសាអង់គ្លេសគណិតវិទ្យាសិក្សាសង្គមនិងវិទ្យាសាស្ត្រដែលត្រូវរៀបចំឡើងដើម្បីបង្កើនសមត្ថភាពគិតត្រិះរិះរបស់សិស្សរីឯកម្រិតអនុវិទ្យាល័យសិស្សានុសិស្សនឹងទទួលបានការអប់រំទៅលើអក្សរសាស្ត្រអង់គ្លេសភាសាអង់គ្លេសគណិតវិទ្យាប្រវត្តិវិទ្យាភូមិវិទ្យានិងវិទ្យាសាស្ត្រចម្រុះដែលនឹងជួយឲ្យសិស្សានុសិស្សចេះស្វ័យសិក្សានិងចេះគិតដោយឯករាជ្យ
កម្រិតវិទ្យាល័យក្នុងការតម្រង់ផ្លូវសិស្សទៅកាន់ការសិក្សាថ្នាក់មហាវិទ្យាល័យកម្មវិធីសិក្សារបស់សាលាដែលមានបំពេញបន្ថែមជាមួយមុខវិជ្ជាជីវៈរូបគីមីផែនដីការសិក្សាពីរដ្ឋាភិបាលសេដ្ឋកិច្ចគណិតកម្រិតខ្ពស់និងការត្រៀមលក្ខណៈប្រឡងកម្រិតអន្តរជាតិហៅកាត់ថា SET ដែលរៀបចំពីសហរដ្ឋអាមេរិកលើសពីនេះទៅទៀតសាលាផ្ដល់ឲ្យនូវមុខវិជ្ជាបំណិនជីវិតដូចជាព័ត៌មានវិទ្យាតន្ត្រីកីឡាហែលទឹកសិល្បៈភាសាចិនបារាំងជាដើមជាមួយនេះដែរសិស្សានុសិស្សពេញម៉ោងទាំងអស់មានជម្រើសសិក្សាក្នុងកម្មវិធីសិក្សាខ្មែរដែលទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា There is very little difference between CIA First and CIAPP. នាងខ្ញុំយល់ឃើញថាការសិក្សាភាសាអង់គ្លេសពីកម្រិតមធ្យមសិក្សាឡើងទៅសម្រាប់ក្មេងតូចៗវាមានសារៈសំខាន់ណាស់ហើយវាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សិស្សានុសិស្សនៅពេលដែលសិស្សានុសិស្សចេះប្រើប្រាស់ភាសាទាំងពីរពួកគេនឹងមានលទ្ធភាពយល់ដឹងកាន់តែច្រើនពីស្ថានភាពពិភពលោកតាមរយៈទស្សនៈពីរផ្សេងគ្នាក្នុងនាមជាអ្នកអប់រំយើងចាំបាច់ប្រឹងប្រែងដើម្បីឲ្យសិស្សានុសិស្សយល់ដឹងថាសម្រាប់រាល់ស្ថានភាពបុគ្គលឬបញ្ហាណាមួយការយល់ឃើញដែលយើងអាចមានចំពោះគេពុំមែនមានតែមួយប៉ុណ្ណោះទេភាសាអង់គ្លេសជាកត្តាសំខាន់ដែលអាចជួយបង្កើនការចេះត្រិះរិះគិតឲ្យទូលំទូលាយនាងខ្ញុំគិតថាសាលាអន្តរជាតិ CIA First និង CIAPP គឺជាសាលាដែលមានភាពវិសេសវិសាលយើងមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនិងវិធីសាស្ត្របង្រៀនទំនើបប៉ុណ្ណោះទេយើងក៏អាចទាញយកផលប្រយោជន៍ពីលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់ដើម្បីជួយក្នុងការអប់រំរបស់សិស្សានុសិស្សឧទាហរណ៍មានការរកឃើញថាពលកម្មរាងកាយអាចញ៉ាំងឲ្យមានចលនាក្នុងឈាមល្អនៅក្នុងខួរក្បាលធ្វើឲ្យវាមានភាពសកម្មជាងមុនហើយយើងក៏អាចយកការរកឃើញមកអនុវត្តនាងខ្ញុំមានមោទនភាពចំពោះសាលារបស់យើងដែលចេះស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីនាំយកភាពជាក់ស្ដែងនៃពិភពខាងក្រៅមកក្នុងថ្នាក់រៀន Ask questions and be creative problem solvers.ដោយសារតែការសិក្សាចំណេះដឹងទូទៅនិងភាសាអង់គ្លេសពីកម្រិតបឋមសិក្សាមានសារៈប្រយោជន៍ច្រើនសម្រាប់សិស្សានុសិស្សមាតាបិតាអាណាព្យាបាលបានបញ្ជូនកូនៗរបស់ពួកគាត់មកកាន់សាលារៀនទាំងរដ្ឋនិងសាលាឯកជននៅពេលដែលសិស្សានុសិស្សចេះប្រើប្រាស់ភាសាពីរទាំងភាសាជាតិនិងភាសាអង់គ្លេសពួកគេនឹងអាចដឹងពីស្ថានភាពពិភពលោកតាមរយៈទស្សនៈពីរផ្សេងគ្នាភាសាអង់គ្លេសជាកត្តាសំខាន់ដែលអាចជួយបង្កើនការចេះត្រិះរិះឲ្យទូលំទូលាយខ្ញុំយកកូនមកថងហ្នឹងព្រោះទីតាំងគេល្អទី1ហើយគុណភាពសិក្សាឧទាហរណ៍ជាគុណភាពបណ្ដុះបណ្ដាលចំណេះវិជ្ជាសម្រាប់ក្មេងហើយគ្រូយកចិត្តទុកដាក់ខ្លាំងមែនទែនហើយទី2សាលាហ្នឹងវាទៅដូចសមាជិកយកកូនមករៀនហ្នឹងដូចជាសមាគមយើងមូលដ្ឋានមួយចឹងដែលគេយកចិត្តទុកដាក់និងសិលឹកកុមារទាំងអស់ហ្នឹងសំខាន់ត្រង់ហ្នឹងហើយសន្តិសុខដែរសន្តិសុខ បើចំពោះខ្ញុំផ្ទាល់ដូចជាគ្រូសាដែលថាមូលហេតុដែលធំដែលយកមកទីហ្នឹងមកពី CIA ហ្នឹងគាត់មានមិនត្រឹមតែបង្រៀនជាភាសាបរទេសប៉ុន្តែសំខាន់គឺបានបង្រៀនជាភាសាជាតិអញ្ចឹងជាសាលាអន្តរជាតិដែលមានបង្រៀនជាភាសាជាតិដូចគរុកោសលនៅសាលារដ្ឋយើងដែរហ្នឹងសំខាន់សម្រាប់ខាងខ្ញុំវិញហើយតាមនឹងទៀតខ្ញុំឃើញថាចំណេះគេកសាងឲ្យក្មេងហ្នឹងឲ្យក្មេងចេះគិតចេះគិតហើយចេះដោះស្រាយបើមានបញ្ហាចឹងទៅធ្វើការជាក្រុមឲ្យមានសមត្ថភាពធ្វើការជាក្រុមហើយចេះគិតហើយជួយគ្នាទៅវិញទៅមកវាល្អមែនសម្រាប់កសាងកម្លាំងស្មារតីកុមារអរគុណដល់គ្រូដែលនៅទីនេះដែលគាត់ជួយសម្របសម្រួលខ្ញុំឆ្លើយពាក្យថាមិនត្រឹមតែបង្រៀនទេតែគាត់ជួយសម្របសម្រួលបន្ថែមទៀតព្រោះអីការវិភាគនៃការបង្រៀនរបស់គាត់ក៏ដូចជាឧបករណ៍ដែលគាត់បានបំពាក់ឲ្យកូនខ្ញុំយកទៅផ្ទះសម្រាប់ជួយឲ្យគាត់រៀនបានកាន់តែល្អជាងមុន
អញ្ចឹងទោះបីជាក្មេងគាត់ចេះស្រាប់ហើយបើសិនអត់មានការសម្របសម្រួលពីគ្រូក៏គ្នាពិបាកនឹងឈានទៅដល់គោលដៅមួយដែលថាយើងចង់ឲ្យកូនយើងខ្លាយជាដូចថាការយកចិត្តទុកដាក់ការចាប់អារម្មណ៍ឬក៏បំពាក់ដូចថាចំណេះជាថែមនឹងលោកគ្រូអ្នកគ្រូមានការយកចិត្តទុកដាក់មិនត្រឹមតែកម្មវិធីមួយដែលថាល្អមានຂະຫນាតអន្តរជាតិអញ្ចឹងទេណាគឺលោកគ្រូអ្នកគ្រូមានការយកចិត្តទុកដាក់ហើយមេដាបៃតាទៀតសោតក៏លោកគ្រូតែងតែណែនាំឲ្យយើងនឹងជួយបន្ថែមពីព្រោះថាក្រៅពីកម្មវិធីសិក្សានៅសាលាគ្រូតែងតែមានកិច្ចការផ្ទះដាក់ជាប់ទៅនេះហើយការសិក្សានៅកន្លែងនេះលោកគ្រូអ្នកគ្រូយកចិត្តដាក់ហើយសាលាមានការអភិវឌ្ឍច្រើនហើយកម្មវិធីសិក្សាទៀតសោតគឺមានគ្រប់អស់ហើយយើងឃើញមានទាំងពីកីឡាទាំងពីសិល្បៈទាំងកន្លែងហែលទឹកអីគឺមានទាំងអស់ដូច្នេះមានកងទីនមានអីនៅហ្នឹងដូច្នេះសម្រាប់ខ្ញុំយល់ថាសាលានេះគឺល្អគ្រប់គ្រាន់ណាស់ហើយសម្រាប់យើងដែលអាចយកកូនមកសិក្សាទៅបាន The reason I chose CIA first was because បានស្គាល់នៅនាយកសាលារបស់សាលាអន្តរជាតិ CIA first ហ្នឹងហើយខ្ញុំបានដឹងថាលោក Andre Struve គឺជាមនុស្សម្នាក់ដែលមានការស្រឡាញ់ទៅលើវិស័យអប់រំហើយគាត់ជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការងារនេះហើយបានខ្ញុំសម្រេចចិត្តយកកូនខ្ញុំមកចុះឈ្មោះរៀននៅសាលាអន្តរជាតិ CIA first quality education that it would be a good school.ចាប់តាំងពីឆ្នាំសិក្សា 2011-2013 សាលាអន្តរជាតិ CIA First និង CIA PP បានចាប់អនុវត្តកម្មវិធីសិក្សាពីសហរដ្ឋអាមេរិកដែលផ្ដោតសំខាន់ទៅលើការបង្កើនសមត្ថភាពនៅមុខជំនាញដែលនឹងផ្ដល់ភាពជោគជ័យទៅដល់សិស្សានុសិស្សនៅពេលគេចូលរួមប្រស្រ័យទាក់ទងក្នុងសង្គមខ្មែរនិងពិភពលោកកម្មវិធីសិក្សាថ្មីនេះរួមមានភាសាបរទេសបន្ថែមទៀតដូចជាភាសាបារាំងនិងចិនការប្រើប្រាស់ឧបករណ៍អានអេឡិចត្រូនិកនៅកម្រិតអនុវិទ្យាល័យនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈបុគ្គលិកបន្ថែមក៏ដូចជាការពង្រីកមុខវិជ្ជាបំណិនជីវិតនិងបង្កើតក្លឹបអន្តរកម្មសហគមន៍ឈ្មោះ Interact ជាលើកដំបូងនៅកម្ពុជាដែលទទួលបានការគាំទ្រដោយក្លឹប Rotary ប្រចាំរាជធានីភ្នំពេញយើងនិយាយត្រួសទៅនៅឆ្នាំ2004សិស្សចុះឈ្មោះនៅសាលាអន្តរជាតិ CIA មានចំនួន16នាក់នៅឆ្នាំ2010យើងមានចំនួនសិស្ស555នាក់ចំណែកនៅឆ្នាំ2011វិញយើងបានបើកសាខាថ្មីក្រោមឈ្មោះថា CIA PP ចំណែកនៅពេលបច្ចុប្បន្ននេះវិញយើងមានសិស្សចុះឈ្មោះជិត1300នាក់ឯណោះយើងមានគោលបំណងផ្ដល់ការអប់រំជូនដល់ប្រជាជនខ្មែរដែលមានជីវភាពមធ្យមព្រមទាំងជនបរទេសអាណាព្យាបាលរបស់សិស្សរបស់សាលាព្រមទាំងសិស្សានុសិស្សហើយព្រមទាំងអ្នកគ្រូលោកគ្រូផងដែរសុទ្ធតែមានការរំពឹងទុកនិងការទាមទារយ៉ាងខ្ពស់ទៅលើកម្មវិធីសិក្សារបស់យើងវិធីបង្រៀនគុណភាពបរិក្ខារសិក្សានិងឋានៈគ្រប់គ្រងរបស់សាលាជារួមដោយសារតែមានវប្បធម៌ធ្វើការងារជាក្រុមយ៉ាងខ្លាំងហើយដោយសារតែសាលាយើងចេះទទួលយកយោបល់ពីអ្នកពាក់ព័ន្ធទាំងអស់របស់សាលានៅពេលបច្ចុប្បន្នសាលាបានឈានដល់កម្រិតមួយដែលអាចនិយាយបានថានៅក្នុងផ្នែកបង្រៀនផ្នែកគុណភាពបរិក្ខារនិងចំណុចផ្សេងៗទៀតដែលបានរៀបរាប់នេះសុទ្ធតែបានឈានលើសស្តង់ដារដែលយើងអាចឃើញនៅប្រទេសអភិវឌ្ឍន៍នានាផងប៉ុន្តែដោយយើងយល់ឃើញថានៅក្នុងដំណើរការនៃការអភិវឌ្ឍសាលាយើងដឹងច្បាស់សម្រាប់ខ្លួនឯងថាសកម្មភាពដែលធ្វើឲ្យកម្មវិធីអប់រំរបស់យើងល្អឡើងនឹងមិនចេះចប់មិនចេះឈរទេចាប់តាំងពីឆ្នាំសិក្សា 2012-2013 មកយើងបានចាប់ផ្ដើមអនុវត្តកម្មវិធីសិក្សាថ្មីពីសហរដ្ឋអាមេរិកដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍមុខជំនាញនិងសមត្ថភាពចម្បងដែលនឹងផ្ដល់ភាពជោគជ័យទៅដល់សិស្សានុសិស្សយើងនៅពេលដែលគេបញ្ចប់ការសិក្សាជាមួយគ្នានេះដែរយើងក៏រួមបញ្ចូលនៅការសម្របសម្រួលបន្ថែមទៅលើមុខវិជ្ជាសិក្សាព្រមទាំងការបន្ថែមសកម្មភាពអប់រំនានាជាចុងបញ្ចប់យើងមានបង្កើតនៅសេវាកម្មសហគមន៍មួយ
សម្រាប់ប្រទេសកម្ពុជាដំបូងបំផុតដែលនៅស្ថិតនៅក្រោមឈ្មោះថា Interact សេវាកម្មសហគមន៍ Interact នេះគឺបានភ្ជាប់ជាមួយ Rotary Club ភ្នំពេញដែលជាបណ្ដាញអង្គការយ៉ាងធំមួយនៅលើពិភពលោកយើងដែលផ្ដោតទៅលើការផ្ដល់សេវាកម្មដើម្បីអភិវឌ្ឍប្រទេសនានានៅលើពិភពលោក Community Service Club, which is attached to the Rotary Club of Phnom Penh. កម្មវិធីសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតបឋមសិក្សាដែលក្រសួងអប់រំអនុវត្តក្នុងឆ្នាំសិក្សាថ្មី 2013-2014 ខាងមុខនេះបានបំផុសបន្ថែមដល់សិស្សានុសិស្សពីសារៈសំខាន់នៃការសិក្សាភាសាអង់គ្លេសពិសេសចូលរួមលើកស្ទួយវិស័យអប់រំនៅកម្ពុជាដែលមានការចូលរួមគាំទ្រពីវិស័យឯកជនផងដែរ